កាលពីព្រេងនាយមានបុរសពីរនាក់សម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយឈ្មោះចៅសាវបានបួសនៅវត្តមួយជាមួយគ្នាបួសយូរបន្តិចក៏សឹកមកវិញហើយក៏ជឿសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើអ្នកណាក្រត្រូវជួយគ្នាហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យរបស់ច្រើនឯចៅសាវល្ងងខ្លៅក្រលំបាកហើយប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសាវមានសហាយហើយក្រលំបាកដូច្នោះទៅសួរចៅសាវទៅដល់ឃើញចៅសាវក្រលំបាកណាមែនក៏បបួលចៅសាវទៅរកស៊ីហើយនិយាយថាត្រូវឯងធ្វើតាមពីអានចៅសាវក៏ព្រមតាមពីចៅសុកចៅសុកបបួលចៅសាវទៅកាប់ឈើធ្វើក្តារមឈូសលក់ចៅសាវតាមពីចៅសុកក៏ព្រមទៅជាមួយគ្នាឯកូនសេដ្ឋីដែលសហាយនឹងនាងពិតជាប្រពន្ធចៅសាវឃើញចៅសាវមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសាវរួចហើយវិលទៅផ្ទះវិញចៅសុកនិងចៅសាវធ្វើបានក្តារមឈូសមួយក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀតកូនសេដ្ឋីក៏ទៅដេកនឹងនាងពេជ្រទៀតដល់ពាក់កណ្ដាលភ្លឺអាធ្រាត្រចៅសុកនិងចៅសាវមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសាវឲ្យបើកទ្វារឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួចនាងពេជ្រឲ្យសហាយចូលដេកក្នុងក្តារមឈូសហើយទៅបើកទ្វារឲ្យចៅសុកចៅសាវចូលទៅក្នុងផ្ទះនាងពេជ្រសួរថាដូចម្ដេចបានជាវិលមកវិញចៅសាវប្រាប់ថាចៅសុកឈឺក្បាលហើយវិលមកវិញហើយចៅសាវប្រាប់ទៅនាងពេជ្រឲ្យដណ្ដាំបាយស៊ីបាយរួចហើយដោយចៅសុកដឹងថាសហាយនាងពេជ្រដេកនៅក្នុងក្តារមឈូសក៏ប្រាប់ទៅចៅសាវថារកផ្ដៅមកចងក្តារមឈូសទុកក្រែងចោលលួចចៅសាវក៏យកផ្ដៅទៅចងរួចស្រេចហើយយកដៃគោលបោះថែមទៀតឯចៅសាវពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសាវប្រើប្រពន្ធឲ្យទៅទិញអីវ៉ាន់ហើយនាងពេជ្រហ៊ូទៅប្រាប់សេដ្ឋីថាឲ្យឪពុកម្ដាយទិញមឈូសដបិតកូនសេដ្ឋីនៅដេកនឹងខ្ញុំប្តីខ្ញុំមកទាន់បានរត់ទៅដេកក្នុងមឈូសឥឡូវនេះប្តីខ្ញុំសែងយកមកលក់ព្រឹកនេះហើយប្រាប់ហើយនាងពេជ្រក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសាវស៊ីបាយរួចក៏សែងមឈូសយកទៅលក់សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លៃផ្ដាំថាបើឃើញអ្នកណាសែងមឈូសមកលក់ឲ្យរត់ទៅហៅយើងចៅសុកនិងចៅសាវសែងក្តារមឈូសទៅដល់ផ្ទះសេដ្ឋីស្រីពពាយនាយថាអ្នកណាទិញក្តារមឈូសទេសេដ្ឋីលឺសួរថាលក់តម្លៃប៉ុន្មានចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូសសេដ្ឋីសុំតម្លៃចៅសុកមិនព្រមសេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូសហើយចៅសុកនិងចៅសាយយកប្រាក់ទៅផ្ទះចែកគ្នាសេដ្ឋីក៏មឈូសយកកូនចិនក្រោយមកចៅសាយយកនាងពេជ្រដោយដើមវិញដាល